លោកស្រីផែថងឋានស៊ីណាវត្រាបានប្រកាសសូមអភ័យទោសពីសំណាក់ក្រមមន្ត្រីមេដឹកនាំយោធានិងប្រជាជនថៃព្រមទាំងបដិញ្ញាសហការជាមួយទាហានថៃដើម្បីសន្តិសុខជាតិប៉ុន្តែក្រមប្រឆាំងរបស់ថៃនៅតែដាក់បន្ទុកក្នុងការដកហូតមុខតំណែងបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃបានឲ្យដឹងថាលោកស្រីផែថងឋានស៊ីណាវត្រានាយករដ្ឋមន្ត្រីថៃបានធ្វើការសូមអភ័យទោសពីសំណាក់មន្ត្រីគ្រប់មុខនៃរដ្ឋាភិបាលមេដឹកនាំយោធានិងប្រជាជនថៃសម្រាប់ការបែកធ្លាយសារសម្លេងសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាហើយលោកស្រីសូមធានាចំពោះយោធាថៃនិងបដិញ្ញាសហការជាមួយយោធាថៃលើបញ្ហាសន្តិសុខជាតិឲ្យកាន់តែល្អប្រសើរការសូមអភ័យទោសនេះលោកស្រីផែថងឋានស៊ីណាវត្រាប្រកាសជាឧឡារិកនៅវិមានរដ្ឋាភិបាលនាថ្ងៃទី19ខែមិថុនាឆ្នាំ2025ដោយមានខ្លឹមសារថា1ខ្លឹមសាររបស់ខ្ញុំជាតិចនិចក្នុងការពិភាក្សាចរចាប៉ុណ្ណោះព្រោះគិតថាជាការសន្ទនាផ្ទាល់ខ្លួនឬជាលក្ខណៈបុគ្គលមិននឹកស្មានថាមានការថតសម្លេងទេ2ខ្ញុំបានជួបនិងបានពន្យល់ជាមួយមេដឹកនាំភូមិភាគថៃរួចហើយដោយត្រូវសហការគ្នារវាងរដ្ឋាភិបាលនិងទាហានត្រូវរួមសាមគ្គីគ្នារួមទាំងប្រជាជនផងដែរ3លើកក្រោយខ្ញុំត្រូវប្រុងប្រយ័ត្ននិងត្រូវពិភាក្សាផ្ទៃក្នុងគ្នាជាមុនសិនមុននឹងបើកការចរចាណាមួយ4សូមឲ្យមានការគិតគូរម៉ត់ចត់មុននឹងធ្វើអ្វីសូមឲ្យគិតដល់ពលរដ្ឋថៃនៅកម្ពុជានិងនៅតាមតំបន់ព្រំដែន5ខ្ញុំបានឲ្យខាងក្រសួងការបរទេសធ្វើញត្តិទៅកាន់ស្ថានទូតកម្ពុជាចំពោះរឿងដែលបានកើតឡើងទោះជាយ៉ាងណាលោកស្រីផែថងឋានស៊ីណាវត្រានៅតែរងសម្ពាធដដែលក្នុងការទាមទារដកហូតមុខតំណែងពីសំណាក់គណៈបកប្រឆាំងរបស់ថៃគឺគណៈបកភូមិใจថៃដែលពួកគេអាចនឹងចាប់យកឱកាសដាក់សម្ពាធនេះរួចហើយតាំងខ្លួនឯងជាអ្នកការពារប្រជាធិបតេយ្យនិយមថៃហើយដាក់មនុស្សរបស់គេឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្ដងចំណុចមួយទៀតដែលលោកស្រីផែថងឋានស៊ីណាវត្រាត្រូវព្រួយបារម្ភដែរនោះគឺថាគណៈបកជាដៃគូរបស់លោកស្រីក្នុងរដ្ឋាភិបាលចម្រុះចំនួន2គឺគណៈបក United Thai Nation និងគណៈបក Democrat Party នឹងត្រូវកោះប្រជុំបន្ទាន់ដើម្បីពិភាក្សាស្ថានភាពនយោបាយថៃនៅថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះផងដែរហើយថាប្រសិនបើគណៈបកណាមួយឬក៏គណៈបកទាំងពីរនេះតែម្ដងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះនោះរដ្ឋាភិបាលរបស់លោកស្រីផែថងឋានស៊ីណាវត្រាអាចនឹងត្រូវដួលរលំឬត្រូវរំលាយសភាបោះឆ្នោតឡើងវិញនេះជាការព្រួយបារម្ភដែលសាធារណមតិថៃមើលឃើញអូនគឺជាបុគ្គលលេខ2បើយើងមើលមកក្នុងនេះវាគ្រាន់តែសាមញ្ញទេចាយើងសាមញ្ញវាលំបាកនៅក្នុងការសម្រេចចិត្តអវិជ្ជមានយើងសម្រាប់បងប្អូនដែលមិនទាន់ស្គាល់ខ្លួនឯងច្បាស់រកស៊ីមានបញ្ហានឹងការធ្វើការជាមួយអ្នកដទៃមិនចុះសម្រុងគ្នានិងចង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើការគុនគូជាមួយនឹងលោកជំទាវផ្ទាល់តាមក្បួន Napoleon Hill លោកអ្នកនឹងទទួលបានដឹងអំពីការតម្រង់ផ្លូវជីវិតប្រាប់ពីអត្តចរិតនិងការប្រែឧបនិស្ស័យរបស់អ្នករោគជំងឺដែលត្រូវប្រយ័ត្ននិងជំងឺដំណពូជធាតុដែលខ្វះពណ៌ដែលត្រូវប្រើលើករិស័យមុខរបរដែលស័ក្តិសមនិងធាតុកំណើតរបស់លោកអ្នក SV ហុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហុងស៊ុយកិច្ចផុតពីភាពបរាជ័យនៅក្នុងជីវិត